នៅទីបំផុតកម្ពុជាព្រឹត្តិការណ៍ The Battle of King នៅក្នុងទម្ងន់57គីឡូក្រាមបានឈានមកដល់បាជុំទី2ហើយយើងក៏លេខមកមើលមកគូនេះបាទគឺជាគូដ៏ផ្ដោផ្ដាច់បំផុតហើយក៏ជាការប្រកួតមួយប្រកួតសម្រាប់ពួកគេកំណត់ជោគវាសនាថាសេះសសង្ឃឹមទៀតដែរឬក៏អត់បាទនៅក្នុងការប្រជែងយកជ័យលាភីនៅក្នុងកម្ពុជាព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះបាទធុនស៊ីហុងហើយនិងយ៉ាស៊ីនបាទសុទ្ធតែជាកីឡាករដែលមានសមត្ថភាពនិងមានការគ្រប់គ្រងច្រើនក៏ប៉ុន្តែពួកគេសុទ្ធតែបរាជ័យរៀងៗខ្លួនបាននៅក្នុងការប្រជែងយកមួយពិន្ទុដំបូងកាលពីសប្តាហ៍បើកឆាកបាទស្របពេលដែលកីឡាករ2នាក់ទៀតពួកគេមានគេថាតែមខ្ពស់ហើយមានមួយពិន្ទុក្នុងដៃរៀងៗខ្លួនបាទនោះគឺវ៉ាន់វឿនហើយនិងហាន់ពីយើងក៏លេខមកមើលធុនស៊ីហុងវិញបាទកាលពីសប្តាហ៍បើកឆាកគេបានបាទរបូតបាត់មួយពិន្ទុបាទខកខាននៅក្នុងការក្តាប់មួយពិន្ទុដំបូងដោយសន្លប់ក្រោមទ្វេដៃរបស់ហាន់ពីបាទស្របពេលដែលយ៉ាស៊ីនបាទបរាជ័យនៅក្នុងការយកមួយពិន្ទុដំបូងដូចគ្នាដោយសារតែការចាញ់ដោយវាយខុសលក្ខន្តិកៈទៅលើវ៉ាន់វឿនហើយដូច្នេះហើយការបាត់បង់ម្នាក់មួយពិន្ទុដ៏ចាំបាច់កាលពីសប្តាហ៍បើកឆាកវាគឺជាសម្ពាធមួយសម្រាប់ពួកគេដូច្នេះបាទការឈានមកដល់ជុំទី2នៅសប្តាហ៍នេះបាទថ្ងៃអាទិត្យនេះវាគឺជាការប្រកួតមួយដែលបដូរផ្ដាច់ហើយដាច់ខាតបាទពួកគេត្រូវតែយកជ័យជំនះរៀងៗខ្លួនបាទទាំងធុនស៊ីហុងទាំងយ៉ាស៊ីនកំណត់ថាមួយប្រកួតនេះអាចជាមួយប្រកួតចុងក្រោយដែលកំណត់ជោគវាសនារបស់ខ្លួនថាអាចខ្សែសសង្ឃឹមបានដែរឬក៏អត់និយាយឲ្យចំគឺអ្នកដែលឈ្នះនៅក្នុងសប្តាហ៍នេះបាទនៅមានឱកាសអ៊ុតនៅក្នុងបាការប្រជែងទៅមុខទៀតបាទស្របពេលដែលអ្នកចាញ់នៅក្នុងសប្តាហ៍នេះបាទសម្រាប់បាការប្រកួតនៅសល់មួយប្រកួតក្នុងដៃគឺគ្រាន់តែជាការប្រកួតដើម្បីបង្ក្រប់កិច្ចកថាបានដែរប៉ុន្តែបាការប្រជែងយកជ័យលាភីនៅក្នុងកម្ពុជាព្រឹត្តិការណ៍នេះគឺអាចនិយាយបានថាអស់ឱកាសរួចទៅហើយបាទដូច្នេះមួយប្រកួតនេះគឺបដូរផ្ដាច់ហើយនឹងចាំបាច់បំផុតទាំងសម្រាប់បាទធុនស៊ីហុងហើយនិងយ៉ាស៊ីនបាទយើងមើលទៅលើបច្ចេកទេសហើយនឹងអ្វីដែលមានបាទធុនស៊ីហុងគឺមានផ្លែមានអាវុធមួយចំនួនដែលមានភាពមុតស្រួចក៏ប៉ុន្តែទម្ងន់នៃអាវុធគឺថាមានកម្រិតមិនតាន់ដល់ចំណុចមួយដែលមានអានុភាពខ្លាំងក្លាបំផុតនោះទេបាទគ្រោះថ្នាក់បំផុតនោះទេហើយអ្វីដែលជាក្តីកង្វល់សម្រាប់ធុនស៊ីហុងបាទក៏លេចមើលជារួមសម្រាប់ប្រិយមិត្តអ្នកគាំទ្រគុណខ្មែរគឺបារម្ភអំពីបញ្ហាកម្លាំងហើយនឹងភាពស្វិតធន់បាទភាពស្វិតធន់គឺជាកង្វល់មួយសម្រាប់បាទធុនស៊ីហុងបាទស្របពេលដែលយ៉ាស៊ីនគឺមានចំណុចល្អមួយចំនួនដូចជាភាពស្វិតភាពធន់បាទស៊ូសហើយបាទនឹងការធន់នៅជំងឺបាទអាវុធរបស់យ៉ាស៊ីនក៏បាទចេញស្រោចបានច្រើនដែលជាគេថាបញ្ហាមួយចំនួនដែលអាចធ្វើឲ្យដៃគូរបស់ខ្លួនគាត់មិនអាចចេញអាវុធបានងាយស្រួលដល់ចូលប្លង់ដោយងាយៗដែរបាទនេះគឺជាចំណុចដែលមានការបារម្ភហើយចំពោះការចាប់ការវាយគៀកគឺយ៉ាស៊ីនគេមានជំនាញចាប់បានល្អគួរសមជាងធុនស៊ីហុងក៏ថាបាននោះដែរប៉ុន្តែបាទអ្វីគឺស្ថិតនៅក្នុងប្លង់ស្ថិតនៅក្នុងយុទ្ធសាស្ត្រនៃការរៀបចំទាំងសងខាងរួចហើយជឿជាក់ថាទាំងយ៉ាស៊ីនបាទទាំងធុនស៊ីហុងគឺសុទ្ធតែសម្រួចផ្លែអាវុធក៏ដូចជាត្រៀមយុទ្ធសាស្ត្ររួចជាស្រេចដើម្បីធ្វើម៉េចបើយកឲ្យបានមួយពិន្ទុជាចាំបាច់នៅក្នុងជុំទី2នេះដើម្បីអ៊ុតដើម្បីបន្តបេសកកម្មរបស់ខ្លួនប្រកបដោយក្តីសង្ឃឹមនៅក្នុងការឈ្មោះទៅមុខទៀតហើយដូច្នេះការប្រកួតនេះអាចនិយាយបានថាគឺជាការប្រកួតដ៏ក្តៅកគុកមួយហើយប្រកបជាការប្រកួតដ៏ជក់ចិត្តបដូរផ្ដាច់មួយបាទសម្រាប់ប្រិយមិត្តអ្នកគាំទ្រជាក់ជាមិនខាននោះឡើយបាទក៏លេខមកមើលមកគូទៀតគឺកីឡាករទាំងសងខាងមានមួយពិន្ទុក្នុងដៃរួចជាស្រេចដូចគ្នាតែម្ដងបាទនោះគឺហាន់ពីដែលបានវាយផ្ដួលបាទធុនស៊ីហុងកាលពីជុំទី1បាទដែលវ៉ាន់វឿនបានគេថាយកមួយពិន្ទុពីយ៉ាស៊ីនដោយយ៉ាស៊ីនវាយខុសលក្ខន្តិកៈនៃការប្រកួតបាទសម្រាប់ការប្រកួតអ្នកទាំងពីរនេះគឺក៏ចាំបាច់ដូចគ្នាអញ្ចឹងដែរបាទសម្រាប់អ្នកដែលឈ្នះនៅក្នុងការប្រកួតនេះភាគរយនៃការដណ្ដើមជ័យលាភីនៃកម្ពុជាព្រឹត្តិការណ៍នេះគឺមានកាន់តែច្រើនបាទស្របពេលដែលអ្នកចាញ់គឺនឹងបាត់ភាគរយបន្តិចហើយប៉ុន្តែមិនទាន់អស់ឱកាសទេដូច្នេះនេះគឺជាប្រកួតមួយដ៏ក្តៅកគុកជក់ចិត្តជាមិនខានដូចគ្នាដែរបាទសម្រាប់វ៉ាន់វឿនហើយនិងហាន់ពីបាទបញ្ជាក់បងប្អូនថាការប្រកួតនៅក្នុងកម្ពុជាព្រឹត្តិការណ៍ The Battle of King 2គូដ៏កក្រើកនេះរួមនឹងគូល្អជាច្រើនទៀតបាទនឹងធ្វើឡើងនៅបាត់គៀកនឹងស្តុបទួលពង្របណ្ដោយមហាវិថីចោមចៅឬក៏ផ្លូវវែងស្រេងនៅថ្ងៃអាទិត្យទី30ខែសីហាឆ្នាំ2026បាទស្របពេលដែលថ្ងៃសៅរ៍ទី29ខែសីហានោះក៏មានបាទព្រឹត្តិការណ៍ដ៏ធំមួយឈុតដែរបាទសម្រាប់បម្រើប្រិយមិត្តអ្នកគាំទ្រគុណខ្មែរបាទយ៉ាងជក់ចិត្តជាទីបំផុតAMS Sport ដើម្បីកីឡា